ឲ្យយើងរត់ទូដែលវិជ្ជមានដំបូងណាអញ្ចឹងវិជ្ជមានដំបូងមានន័យថា AN ធំជាង0បាទធំជាង0វិជ្ជមានអញ្ចឹងដើម្បីកំណត់ទូវិជ្ជមានដំបូងរបស់វាបានវិជ្ជមានដំបូងយើងត្រូវរកទូទី n របស់វាសិនអញ្ចឹងទូទី n តាមរូបមន្តរបស់យើងតាម AN ស្មើនឹង A1 បូកជាមួយនឹង n ដក1គុណនឹង d អញ្ចឹងដោយA1 ទូទី1របស់យើងគឺដក2026D របស់យើងគឺយក A2 ដក A1 អញ្ចឹងគឺដក2022ដក A1 គឺដក2026បាទស៊ីសងទៅយើងបាន4អញ្ចឹងនាំឲ្យ AN របស់យើងទូទី n របស់វាគឺស្មើជាមួយនឹងដក2026បូកជាមួយនឹង n ដក1 D បាទn ដក1 D របស់យើងគឺ4ណាគុណនឹង4បាទយើងគណនាទៅបានដក2026បូក 4n ដក4អញ្ចឹង AN របស់យើងគឺស្មើជាមួយនឹង4n ដក2026ដក4យើងបានដក2030បាទអញ្ចឹងយើងឲ្យវាធំជាង0យើងឲ្យ AN ធំជាង0អញ្ចឹងAN បើ AN ធំជាង0អញ្ចឹងនាំឲ្យ4n ដក2030ធំជាង0បាទដោះស្រាយវិសម័យការនេះទៅយើងបាន 4n ធំជាង2030អញ្ចឹង n របស់យើងធំជាងបាទ2030លើ4បាទយើងចែកតិចទៅបានប៉ុន្មាន2030ចែកនឹង4បាទអញ្ចឹងគឺស្មើជាមួយនឹង507.5បាទប៉ុន្តែ n របស់យើងជាចំនួនគាត់មែនទេបាទអញ្ចឹង n កន្លែងនេះធំជាង 507.5 អញ្ចឹងមានន័យថាទូវិជ្ជមានដំបូងនៃស្វិតគឺបាទទូវិជ្ជមានដំបូងនៃស្វិតវិជ្ជមានដំបូងនៃស្វិតគឺបាទ n ធំជាង 507 អញ្ចឹងមានន័យថាចាប់ពី 507.5 ឡើងអញ្ចឹងគឺ n ស្មើនឹង 508បាទ508បាទយើងអាចផ្ទៀងផ្ទាត់បានAN របស់យើងស្មើនឹង 4n ដក2030អញ្ចឹងយើងចំនួន n ស្មើ508ចូលចំនួនចូលស្មើនឹង4គុណនឹង508ដក2030ស្មើនឹងបាទអញ្ចឹង4គុណនឹង508
បាទស្មើនឹង2032 ដល់2030